បងប្អូនដែលមានបញ្ហាលើសជាតិអាស៊ីតរ៉ាំរ៉ៃដែលមិនបានដោះស្រាយឲ្យបានត្រឹមត្រូវទេបងប្អូននឹងប្រឈមទៅនឹងបញ្ហាលើសជាតិស្ករចាមានបញ្ហាលើសម្ពាធឈាមមានបញ្ហាចាបេះដូងឬក៏មានបញ្ហាខ្លាញ់រោមបេះដូងជាដើមចាជម្រាបសួរបងប្អូនទាំងគ្នាខ្ញុំឆេងហួរថ្ងៃនេះគឺខ្ញុំបញ្ជាក់រំលែកអំពីបញ្ហាដែលកើតឡើងជាតិអាស៊ីតរយៈពេលយូរទៅជារ៉ាំរ៉ៃដែលបងប្អូនមិនបានដោះស្រាយបានត្រឹមត្រូវមានបងប្អូនជាច្រើនដែលកំពុងទៅជួបប្រទះទៅនឹងបញ្ហាទាំងអស់នេះហើយមានបងប្អូនមួយចំនួននៅពេលដែលគាត់កើតមានហើយគាត់ក៏បានដោះស្រាយសុខភាពបានត្រឹមត្រូវបងប្អូនមួយចំនួនទៀតគឺគាត់អាចបានដោះស្រាយទេចាអញ្ចឹងហើយធ្វើឲ្យគាត់មានបញ្ហាសុខភាពជាច្រើននៅថ្ងៃក្រោយដែលបងប្អូនមួយចំនួនគាត់បានដឹងថាពេលដែលគាត់ទុកចាជាតិអាស៊ីតអូរិកនៅក្នុងឈាមចារយៈពេលយូរមិនត្រឹមតែធ្វើឲ្យគាត់ឈឺចាប់ខ្លាំងទេប៉ុន្តែគាត់ធ្វើឲ្យគាត់ងាយក្នុងការកើតមានជំងឺផ្សេងៗចាមុខចាតាមក្រោយផងដែរចាអញ្ចឹងនៅពេលណាដែលបងប្អូនទុកឲ្យមានបញ្ហាលើសជាតិអាស៊ីតអូរិកនៅក្នុងសរសៃឈាមរយៈពេលយូរបងប្អូនចាទី1គឺបងប្អូនប្រឈមទៅនឹងបញ្ហាខ្សោយមុខងារតម្រង់នោមអាចមានបញ្ហាគ្រោះនៅតម្រង់នោមទី2គឺធ្វើឲ្យបងប្អូនងាយក្នុងការឡើងសម្ពាធឈាមខ្លាំងដោយសារតែជាតិអាស៊ីតនៅក្នុងសរសៃឈាមរបស់បងប្អូនចាអញ្ចឹងហើយធ្វើឲ្យឈាមដើរអត់ស្រួលទី3គឺងាយឲ្យបងប្អូនមានបញ្ហាបេះដូងពីព្រោះនៅពេលណាដែលបងប្អូនចាំមានជាតិអាស៊ីតស្ទះនៅក្នុងសរសៃឈាមចារុញអត់ទៅដល់បេះដូងធ្វើឲ្យបេះដូងពិបាកក្នុងការច្របាច់ឈាមចាអញ្ចឹងហើយយូរទៅគឺធ្វើឲ្យបេះដូងបងប្អូនចាប់ផ្ដើមខ្សោយចាអាចទៅជារលាកនៅសាច់ដុំបេះដូងធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាចាខ្សោយបេះដូងឬក៏មានជំងឺបេះដូងចាអ្វីដែលសំខាន់មួយទៀតនោះនៅពេលណាដែលបងប្អូនចាលើសជាតិអាស៊ីតរយៈពេលយូរក៏បងប្អូនប្រឈមក្នុងការលើសជាតិស្ករវិវត្តទៅជាជំងឺទឹកនោមផ្អែមផងដែរប្រសិនជាបងប្អូនទុកយូរនៅពេលណាដែលយើងលើសជាតិអាស៊ីតអូរិកនៅក្នុងឈាមតែមួយហាក់ដូចជាស្រូបជំងឺជាច្រើនដែលកើតមាននៅក្នុងរាងកាយរបស់យើងដូច្នេះប្រសិនជាបងប្អូនកំពុងតែមានបញ្ហាលើសជាតិអាស៊ីតអូរិកគួរតែឆាប់រកដំណោះស្រាយបានត្រឹមត្រូវចាជិះវាបងប្អូនទុកយូរគឺបងប្អូនប្រឈមទៅនឹងបញ្ហាទាំងអស់នេះនៅថ្ងៃក្រោយបើសិនជាបងប្អូនមានសំណួរមានចង្អុលណាមួយតាក់ទងជាមួយនឹងបញ្ហាលើសជាតិអាស៊ីតអូរិកចាគឺបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានហើយបងប្អូនចាកុំភ្លេចជួយ like និងជួយ share ចាវីដេអូរបស់នេះខ្ញុំម្នាក់មួយផងណាចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ